រឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដូចម្ដេចនឹងបានអ្នកឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបុរសបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែងាក់អញ្ជើញមកឲ្យឈប់និយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបុរសនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្លួនទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅទេពកំឡោះដែលឈរសួរទៅអ្នកបរទេះចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬមិនដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទើបប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដាល់ផងយំផងដើរបន្តិចទៅប្រទះសុភាទុនសាយថាថ្មីបានជាយំបងបុរសនោះប្រាប់តាមដំណើរសັບគ្រប់សុភាទុនសាយថាបើដូច្នោះបងឯងកំភៃរកតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកជែកមកឲ្យសុភាទុនសាយស៊ីជែករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទុនសាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូនកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទុនសាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទុនសាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទុនសាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទុនសាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយព្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទុនសាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទុនសាយស្ដីឲ្យលោកចៅក្រាំថាបងកាត់សេចក្តីនេះស៊ីតែសំណោកគេគ្មានត្រង់តាមប្រច្បាប់សោះបុរសនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទុនសាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វាន